nhom pe nắng có nhom từ tua vô ban này nhom thông tha là vì tha hiện cất khay đón đá là cô hiện tại là khơi tha câu còn nơi hiện tui ọt vì nhom tới mà đang câu nâng tới là việc mạch chẳng á miền Tâyកំណើតនៅខេត្តកំពង់ចាមព្រោះតែចង់បានជីវភាពល្អប្រសើរដូចគេច័ន្ទណាបង្ខំចិត្តចាក់ចេញពីស្រុកកំណើតរបស់ខ្លួនដែលធ្លាប់ផ្ដល់ភាពកក់ក្ដៅមកបំពេញការងារនៅក្រុមហ៊ុនឯកជនមួយកន្លែងក្នុងខេត្តរតនគិរីក៏ប៉ុន្តែជាអកុសលច័ន្ទណាបានដាច់ដៃខាងឆ្វេងនៅគ្រាដែលនាងកំពុងបំពេញការងារបញ្ជាម៉ាស៊ីនកិនស្មៅពេលហ្នឹងខ្ញុំធ្វើការម៉ាស៊ីនហ្នឹងខ្ញុំ3នាក់ធ្វើ3នាក់កាន់3នាក់ចឹងគ្រូតែដល់ពេលហើយទៅខ្ញុំខាងកាត់ខ្សែរុំកាត់ខ្សែចងស្មៅបាច់ហ្នឹងកាត់ខ្សែរួចទៅខ្ញុំក៏រុំនឹងដៃកាត់ហើយរុំនឹងដៃប្រហែលជាបាន3 4 5ដុំបានយើងដោះខ្សែពីដៃហ្នឹងយកមកដាក់ម្ដុំចឹងណាគ្រូដល់ពេលហើយទៅក៏ចាយគាត់ទៅទប់ទឹកទៅខ្ញុំក៏ចូលធ្វើម្នាក់ឯងសិនចឹងទៅណាកូនខ្ញុំក៏វានៅឡើងលើអធិអធ្លាក់ខ្មៅធ្លាក់អីទៅខ្ញុំក៏ធ្វើម្នាក់ឯងខ្ញុំក៏ចេះកាត់ខ្សែលើកដាក់ម្ដុំកាត់រុំដៃរុញចូលម៉ាស៊ីនចឹងទៅដល់ពេលហើយទៅក៏ចាយនឹងគាត់មកវិញខ្ញុំក៏រដើរចេញដែរតែខ្សែរុំដៃយើងនៅដៃនឹងណែលអត់ទាន់បានដកចេញទេដល់ពេលហើយទៅខ្ញុំក៏ថានឹកឃើញថាឲ្យចាយគាត់មករុញវិញខ្ញុំទៅឈរកាត់ខ្សែខាងនោះវិញចឹងណាទៅពេលហើយទៅខ្ញុំក៏ដើរចេញដែរប៉ុន្តែគាត់ថាម៉ាស៊ីនហ្នឹងវារៀងអួលឆ្មៅមកវិញអញ្ចឹងវាអត់ទៅមុខណាវារៀងអួលមកក្រោយវិញទៅពេលហើយខ្ញុំក៏លូកដៃខ្ញុំហ្នឹងអាដៃខ្ញុំកាន់ខ្សែហ្នឹងច្រឡំលូកដៃហ្នឹងលូកដៃកាន់ខ្សែហ្នឹងក៏លូកទៅចាប់អាម៉ាស៊ីនដែលគេមានកលឹះដែលថាអាចស្ទះឲ្យវ៉ាន់ក៏យើងអាចរុញចុះរុញឡើងបានទប់ចកោតទប់អីបានរបៀបថាចកោតដែរអាហ្នឹងណាចាក៏លូកដៃទៅក៏តាក់ឈូសអាខ្សែនឹងចូលទៅក្នុងអាដែកលំវិននៅក្បែរខ្លួនយើងពីរហ្នឹងនៅជាប់អាកន្លែងប្រគួតដែលយើងត្រូវទាញហ្នឹងគ្រូដល់ពេលតាក់ទៅវាក៏រុំរបៀបថាអាដែកមូប៉ុនកដៃយើងហ្នឹងវារុំដៃចាខ្សែហ្នឹងចូលពាត់អាហ្នឹងទៅក៏រុំយកដៃយើងរុំដូចខ្សែអញ្ចឹងដែរដល់ពេលហើយទៅក៏រុំទៅក៏ខ្ញុំស្រីឲ្យគេជួយដែរខ្ញុំស្រីឲ្យគេជួយអញ្ចឹងទៅណាគេឲ្យគេជួយទៅក៏ឃើញគេបើគេអត់គេដូចថាអ្នកធ្វើការមួយយើងនឹងស្មារតីគេអត់ទៅនឹងមុំដែរអញ្ចឹងណាគេក៏ទៅបិទសិនអត់ទាន់ដែរតែកូនខ្ញុំទេលោតពីលើអធិមកទៅបិទសិនបិទគ្រាន់តែបិទភ្លាមខ្ញុំចំហខ្ញុំថងទាញថាឲ្យវាទៅបោដៃនឹងមកវាមិនទៅបោមកវាទៅដាច់ចាដល់ពេលដាច់មកត្មងទៅព្រោះតែភាពអ៊ីនខ្មាស់និងមិនហ៊ានប្រឈមមុខនឹងការពិតបានជំរុញឲ្យស្ត្រីវ័យ37ឆ្នាំរូបនេះចង់បញ្ចប់ជីវិតជាច្រើនលើកច្រើនសារព្រោះតែមិនចង់ឮពាក្យសើចចំអកពីមនុស្សជុំវិញខ្លួនខ្ញុំពេលដំបូងក៏ខ្ញុំរៀងទទួលយកអត់បានដែរលោកគ្រូរយៈពេលដែលខ្ញុំដេកនៅក្នុងពេទ្យតតែខ្ញុំចេញមកវិញរយៈពេល3ខែ2ខែ3ខែក៏ខ្ញុំទទួលយកនៅអត់ទាន់បានហើយទី1ខ្ញុំអត់ហ៊ានដើរចេញក្រៅពេលខ្ញុំទៅស្រុកផ្ទះខាងម៉ែខ្ញុំអីក៏ខ្ញុំអត់ហ៊ានដើរចេញក្រៅដែរខ្ញុំអត់ហ៊ានចេញទេព្រោះអីខ្ញុំឮគេនិយាយថាពេលខ្ញុំទៅដល់គេថាទៅធ្វើការស្រុកគេទៅជាគ្រូថ្នាក់ដាច់ដៃដាច់អីណាណីគេដូចថារបៀបថាគេនិយាយចេញមកគេចង់ស្ដីបន្ទោសឲ្យយើងថែមខ្ញុំពេលហ្នឹងក៏ខ្ញុំទទួលយកអត់បានដែរខ្ញុំថងថារបៀបថារៀងគិតខ្លីៗម្ដងដែរលោកគ្រូប៉ុន្តែនឹកឃើញថាកូនក៏នៅរៀងទូចអត់ពីខ្ញុំទៅមិនដឹងកូននឹងទៅរបៀបម៉េចអីរបៀបម៉េចចឹងហើយខ្ញុំក៏ចេះនឹកឃើញថាដេកគិតពិបាកចិត្តពេលនៅសំបីតែមកវិញហើយមកដល់កន្លែងធ្វើការវិញហើយក៏ខ្ញុំអត់ហ៊ានមើលមុខគេដែរខ្ញុំអត់ហ៊ានមើលមុខគេទេគិតថាខ្លួនឯងកើតមកមានគ្រប់គ្រាន់ទៅអត់អីដល់ពេលបាត់បង់អញ្ចឹងដោយរបៀបថាមានការអៀនខ្មាស់មានការពិបាកក្នុងចិត្តខ្លាំងដោយថាវាទទួលពិបាកទទួលយកអញ្ចឹងគ្រូ
ពេលយើងនេះដងវាពិបាកទទួលយកខ្លាំងទី1ពេលយើងអត់ដៃយើងធ្វើអីកើតអត់ធ្វើអីកើតទេពេលខ្ញុំសាកធ្វើម្ដងវាពិបាកខ្លាំងដល់ពេលទី2ទៅនឹកឃើញថាបើយើងមិនតស៊ូកូនមកអីកូនយើងនៅទូចទៀតពេលអញ្ចឹងទៅខ្ញុំក៏រៀងបធូរបថយម្ដងតិចអញ្ចឹងចេះតែខំព្យាយាមធ្វើនេះធ្វើនោះសាកល្បងធ្វើខ្លួនឯងនឹងដៃមួយហៀងហ្នឹងថាធ្វើកើតអត់អីអត់តាមរយៈការលើកទឹកចិត្តពីក្រុមគ្រួសាររបស់នាងរួមទាំងការជួយជ្រោមជ្រែងពីបសសផងនោះបានជំរុញឲ្យចន្ទណាមានកម្លាំងចិត្តតស៊ូរហូតមកដល់ពេលនេះបានខាងបសក៏ទេតាក់ទងរហូតតាំងពីយើងដេកតាំងពីយើងគ្រូថ្នាក់រហូតតថាយើងចេញពីពេទ្យហើយយើងជាហើយគាត់នៅតែតាក់ទងទៅយើងសួរយើងអញ្ចឹងណាខាងបសគេអ្នកចេញទាំងអស់គាត់ចេញចំណាយលើយើងទាំងអស់ពេលហ្នឹងឧទាហរណ៍ថាបើគ្មានបសបានជួយទេមានអីទេមានតែរត់រលុយគេនឹងរងតន់ក៏មិនដឹងបើសម្រាប់ខ្ញុំអ្នកអត់ត្មងគឺមានតែប្រហែលជាបាត់បង់ហ្មងលោកគ្រូបាត់បង់អាយុជីវិតខ្លួនឯងទៅហ្មងព្រួយសម្រាប់ខ្ញុំអ្នកអត់ណាព្រោះយើងមិនដឹងថាទៅរកណាបានតែពេលហ្នឹងភ្លាមអញ្ចឹងយើងមិនអាចរកអីទប់ស្កាត់តន់ទេប៉ុន្តែតំណាងដែរដែលខ្ញុំមានបញ្ហាអញ្ចឹងភ្លាមក៏ខ្ញុំអាចមានបទសរនឹងកាន់ដៃជាប់នឹងខ្លួនខ្ញុំរហូតរាប់ឆ្នាំបានហ្នឹងមួយសន្លឹកហ្នឹងគឺសំខាន់សម្រាប់ខ្ញុំណាបើសម្រាប់ខ្ញុំហ្មងគឺសំខាន់ព្រោះអីពេលដែលយើងឈឺយើងគ្រោះថ្នាក់យើងមានបញ្ហាដូចថាអ្វីមួយដែលលើជីវិតយើងដែលបាត់បង់ទៅក៏ខាងបទសរហ្នឹងវាជួយមកជុំជែងមកគ្រួសារយើងអញ្ចឹងណាជួយលើគ្រួសារយើងទាំងស្រុងហ្មងចំពោះករណីប្អូនស្រីភេងចន្ទណាគាត់គ្រោះថ្នាក់នៅម៉ោងធ្វើការបាទបន្ទាប់ពីគាត់គ្រោះថ្នាក់បសជួយសម្របសម្រួលយកគាត់ទៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាប់មកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈបាទនៅភ្នំពេញបសសម្របរួចរាល់ការចំណាយទាំងអស់ជូនទៅគាត់តាំងពីការព្យាបាលប្រាក់ឧបត្ថម្ភបាត់បង់សមត្ថភាពការងារបដោះអាសន្នហើយនឹងប្រាក់បាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍ហើយបច្ចុប្បន្នហ្នឹងគាត់នៅតែទទួលបានប្រាក់ប្រចាំខែជារៀងរាល់ខែសម្រាប់ពីអត្ថប្រយោជន៍ពីបសខ្ញុំមានមុនដំបូងខ្ញុំនឹកឃើញថាប្រហែលជាគេមិនឧបត្ថម្ភយើងរាល់ខែទេមុនដំបូងខ្ញុំគិតចឹងដែរលោកគ្រូតែដល់ពេលបាននេះហើយទៅខាងបសគេតាក់ទងមកយើងអញ្ចឹងទៅក៏តាំងចាយលុយបាញ់ចូលឲ្យរាល់ខែអញ្ចឹងណាខ្ញុំក៏មានអារម្មណ៍ថាត្រេកអរដែរលោកគ្រូត្រេកអរខ្លាំងបានលុយនឹងគាត់ជួយរាល់ខែជួយសម្រាប់ខ្ញុំខ្លាំងព្រោះខ្ញុំទៅពាក់គេដល់ពេលអញ្ចឹងបានលុយនឹងខ្លះមកគាត់យើងបានផ្ទេយកទៅសងគេខ្លះរាល់ខែអញ្ចឹងលោកគ្រូខ្ញុំអរគុណដល់សម្ដេចពុកនិងសម្ដេចរដ្ឋមន្ត្រីចាខ្ញុំអរគុណដែលគាត់បានជួយចេញជាបទសរឲ្យប្រជាជនទាំងប្រទេសខ្មែរទាំងអស់អញ្ចឹងណាគ្រូអរគុណខ្លាំងណាស់ជូនពរឲ្យក្រុមគ្រួសារគាត់ជួបតែសេចក្តីសុខសេចក្តីចម្រើនហើយនឹងបាននៅថែរក្សាប្រជាជនខ្មែរទាំងអស់គ្នាចឹងហ្មងលោកគ្រូចា